ភាពបន្ទើសង្ស័យជំវិញការប៉ុនប៉ងធ្វើឃាតលោកដូណាល់ត្រាំកាន់តែចេះរោរៀលកាន់តែខ្លាំងឡើងហើយបន្ទាប់ពីមហាជនរាប់សែនអ្នកនៅក្នុងបណ្ដាញសង្គម X និងអ្នកជំនាញការសម្ងាត់មួយចំនួនបានលើកឡើងនៅចំណុចមិនប្រក្រតីជាច្រើនដែលហាក់ដូចជាការរៀបចំទុកជាមុននេះតាមការលើកឡើងរបស់គេហទំព័រ News Talk ដែលបានចេញផ្សាយនៅថ្ងៃទី28 មេសាក្នុងនោះអតីតភ្នាក់ងារ CIA ម្នាក់បានចេញមុខបញ្ជាក់ថាពិធីការសន្តិសុខក្នុងហេតុការណ៍នេះមានភាពចម្លែកខ្លាំងដោយភ្នាក់ងារសម្ងាត់បានសម្រេចចិត្តជំនះលោក JD Vance ដែលជាអនុប្រធានាធិបតីចេញពីកន្លែងកើតហេតុមុនលោកដូណាល់ត្រាំដែលជាប្រធានាធិបតីទៅទៀតដែលទង្វើនេះគឺខុសស្រឡះពីគោលការណ៍ការពារសុវត្ថិភាពស្តង់ដាររបស់សហរដ្ឋអាមេរិកការនេះនាំឲ្យមានការចោទប្រកាន់ថានេះអាចជាយុទ្ធសាស្ត្របង្ការព្រឹត្តិការណ៍คล้ายៗដើម្បីទាញយកផលប្រយោជន៍នយោបាយនិងធ្វើឲ្យលោកដូណាល់ត្រាំក្លាយទៅជាជនរងគ្រោះដ៏គួរឲ្យអាណិតនៅក្នុងកែវភ្នែកអ្នកបោះឆ្នោតអ្វីដែលកាន់តែធ្វើឲ្យទ្រឹស្ដីសមគណិតមានទម្ងន់ទៀតនោះគឺព្រឹត្តិការណ៍មិនប្រក្រតីរបស់លោកដូណាល់ត្រាំខ្លួនឯងតែម្ដងនៅក្នុងសន្និសីទកាសែតដំបូងក្រោយគ្រោះថ្នាក់លោកបានបង្ហាញពីភាពតក់ស្លុតឬការភ័យខ្លាចដល់អាយុជីវិតនោះទេប៉ុន្តែបែរជានិយាយក្នុងន័យកំ ប្លែងលេខសើចថាហេតុការណ៍នេះបង្ហាញថាលោកត្រូវតែសាងសង់សារប្រជុំថ្មីមួយដែលសុវត្ថិភាពជាងនេះទៅវិញលោកត្រាំមានប្រវត្តិជាអ្នកជំនួយអចលនទ្រព្យការដែលគាត់និយាយថាសារប្រជុំនឹងវាមិនមានសុវត្ថិភាពទេយើងត្រូវសាងសង់ថ្មីមួយទៀតគឺធ្វើឲ្យអ្នកវិភាគមើលឃើញថាគាត់កំពុងតែប្រែហេតុការណ៍មួយនេះដើម្បីធ្វើជាលក្ខក្នុងការពង្រីកគម្រោងសាងសង់និងសម្រេចបំណងផ្ទាល់ខ្លួនរបស់គាត់សម្ដីទាំងនេះត្រូវបានអ្នកវិភាគមើលឃើញថាមិនមែនជាតក្កវិជ្ជារបស់មនុស្សដែលទើបតែរួចជីវិតពីក្រកកំភ្លើងនោះទេប៉ុន្តែប្រៀបបីដូចជាសម្ដីរបស់មនុស្សដែលដឹងរឿងរ៉ាវទុកជាមុនហើយព្យាយាមប្រើវិបត្តិនេះដើម្បីសម្រេចបំណងផ្ទាល់ខ្លួនជាងនេះទៅទៀតបុគ្គលិកលក្ខណៈដែលចូលចិត្តធ្វើអ្វីប្លែកៗខុសពីគេរបស់លោកដូណាល់ត្រាំកាន់តែធ្វើឲ្យមហាជនងាយនឹងជឿថាលោកហ៊ានរៀបចំឈុតឆាកគ្រោះថ្នាក់ទាំងនេះកើតឡើងដើម្បីពង្រឹងប្រជាប្រិយភាពរបស់ខ្លួនស្របពេលដែលការប៉ុនប៉ងធ្វើឃាតទៅលើរូបលោកកើតឡើងដដែលពេករហូតដល់គេមានអារម្មណ៍ថាវាគ្រាន់តែជារឿងភាគដែលត្រូវបានគេដឹកនាំរឿងយ៉ាងស្ទាត់ជំនាញតែប៉ុណ្ណោះអ្វីដែលគួរភ្ញាក់ផ្អើលបំផុតនោះគឺមានមនុស្សជាច្រើនអ្នកណាស់ដែលមិនជឿថាការប៉ុនប៉ងធ្វើឃាតនេះគឺជារឿងពិតឡើយក្នុងបណ្ដាញសង្គម X មានការបង្ហោះជាង 300,000 ដងដោយប្រើពាក្យថា stake ដែលមានន័យថាជារឿងដែលរៀបចំឡើងដើម្បីសម្ដែងតែប៉ុណ្ណោះប្រភពដដែលបានលើកឡើងថានេះគឺជាការសម្ដែងទាំងស្រុងក្រុមនេះជឿថាខ្មាន់កំភ្លើងគ្រាន់តែជាតួអង្គដែលគេជួលមកឲ្យសម្ដែងដើម្បីបង្កភាពវឹកវរនិងធ្វើឲ្យលោកដូណាល់ត្រាំខ្លាយទៅជាវីរៈបុរសគេលើកយកចំណុចដែលសង្ស័យមកនិយាយថាការបាញ់មិនដែលត្រូវបាញ់ចិត្តដល់ថ្នាក់នឹងហើយតែមិនដែលត្រូវចំកន្លែងគ្រោះថ្នាក់សោះលើកទី1ត្រូវត្រជាក់នៅខែកក្កដាឆ្នាំ2024លើកទី2ចាប់បានខ្មាន់កំភ្លើងមុនពេលបាញ់នៅខែកញ្ញាឆ្នាំ2024និងលើកទី3នេះបាញ់ត្រូវភ្នាក់ងារសម្ងាត់ម្នាក់តែលោកត្រាំនៅតែមិនអីដែរចំណែកពិធីការសន្តិសុខធ្លាយខុសពីធម្មតាហេតុអ្វីបានជាខ្មាំងកំភ្លើងអាចចូលទៅចិត្តលោកដូណាល់ត្រាំបានងាយៗដល់ថ្នាក់នឹងនេះហើយដែលធ្វើឲ្យគេសង្ស័យថាអាចមានការបើកផ្លូវឲ្យខ្មាំងកំភ្លើងមកសម្ដែងទោះជាយ៉ាងណាក៏ដោយការវិតម្លៃចំណុចដែលសំខាន់នោះគឺតក្កវិជ្ជាដែលលោកត្រាំបានបង្ហាញពីភាពខុសពីធម្មតាបើជារឿងពិតកត់ប្រកាសជាភ័យស្លន់ស្លោឬខឹងសម្បាទៅនឹងខ្មាំងកំភ្លើងហើយតែបែរជាលោកលើកសារប្រជុំនឹងវាមិនមានសុវត្ថិភាពទេហើយយើងត្រូវតែសាងសង់សារថ្មីមួយទៀតទើបគេសង្ស័យថាគាត់អាចដឹងមុនថាក្រកកំភ្លើងនោះនឹងមិនធ្វើឲ្យគាត់ស្លាប់នោះទេឬគ្រាន់តែជាការរៀបចំឈុតឆាកដើម្បីឲ្យគាត់មានលេសនិយាយរឿងសាងសង់និងទាញយកផលប្រយោជន៍ផ្សេងៗទៀតមានសំណួរកាត់ឡើងតើប្រិមិត្តយល់យ៉ាងណាចំពោះដំណើររឿងហេតុមួយនេះខ្ញុំសំអាងវណ្ណៈ True Insider Encore Sprayer បើសិនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុន Encore Green ដែលមានសមត្ថភាពផលិតគ្រឿងចក្រកសិកម្មផ្សេងៗទៀត Encore Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម